លោកទាំងឡាយការដែលលោកទាំងឡាយមានចិត្តស្នេហាជាតិក្តីស្នេហាសាសនាក្តីលោកទាំងឡាយមិនចាំបាច់តតែលោកទាំងឡាយជាអ្នកនយោបាយមិនចាំបាច់ដល់លោកទាំងឡាយជាអ្នកមានអំណាចទ្រព្យធនអ្វីទៅត្រឹមលោកទាំងឡាយជាឆ្អឹងជាសរសៃជាស្បែកមួយនៃប្រទេសជាតិនោះលោកទាំងឡាយបានឈ្មោះថាជាអ្នកស្រឡាញ់នៅជាតិនៅសាសនានៅព្រះមហាក្សត្រនេះចៃឲ្យយើងទាំងឡាយបានដល់នៅសេចក្តីសុខទេយើងទាំងឡាយក៏បីចេះស្វែងរកនៅសេចក្តីសុខដែលកើតឡើងពីចិត្តសម្ដានរបស់យើងលោកទាំងឡាយតែងតែគិតខុសថាសេចក្តីសុខរបស់លោកទាំងឡាយនៅនឹងទ្រព្យសម្បត្តិសេចក្តីសុខរបស់លោកទាំងឡាយនៅនឹងញាតិមិត្តសេចក្តីសុខរបស់លោកទាំងឡាយនៅនឹងមនុស្សជាទីស្រឡាញ់សេចក្តីសុខរបស់លោកទាំងឡាយនៅនឹងការមិនមានរោគតែសេចក្តីសុខទាំងអស់នោះសុទ្ធតែទីដីក្រៅអំពីសេចក្តីសុខពិតទេព្រះដ៏មានពភាកព្រះអង្គពោលសម្ដែងព្រះអង្គប្រកាសប្រាប់យើងរាល់គ្នាហើយថាសេចក្តីសុខដទៃក្រៅអំពីសេចក្តីស្ងប់នោះមិនមានឡើយសេចក្តីស្ងប់នោះទៀតសោតមិនកើតឡើងពីពួកគណៈណាទេសេចក្តីសុខនោះគឺកើតឡើងពីយើងរាល់គ្នាសេចក្តីសុខរមែងកើតឡើងអំពីចិត្តរបស់យើងនឹងឯងក៏បីយើងយកពេលយកឱកាសទៅពិនិត្យទៅវិច័យអំពីចិត្តរបស់យើងថាចិត្តរបស់យើងមាននៅសេចក្តីស្ងប់បានប៉ុណ្ណាចិត្តរបស់យើងមិនមាននៅសេចក្តីប្រទូសបានប៉ុណ្ណាហើយសេចក្តីសុខរបស់យើងមិនមាននៅក្នុងវត្ថុដទៃក្រៅអំពីចិត្តដែលមានសេចក្តីស្ងប់នឹងទេអាស្រ័យហេតុដូច្នេះសូមឲ្យលោកទាំងឡាយពិនិត្យពិច័យឲ្យមែនទែនអំពីចិត្តរបស់ខ្លួនព្រមបើលោកទាំងឡាយរវល់តែយកចិត្តរបស់លោកទៅចាប់ទោសកំហុសទៅមើលបំណាំអ្នកដទៃនោះចិត្តរបស់យើងយូរមិនឆាប់នឹងទាញទៅតោងជាប់តែក្នុងអកុសលកម្មដែលជាកម្មរបស់បុគ្គលដទៃសានសោះតែយើងយកចិត្តឲ្យទៅជំពាក់ឲ្យទៅវគ្គវិនគ្នាជាមួយនឹងកម្មដែលបុគ្គលដទៃបានធ្វើលោកទាំងឡាយដែលធ្វើអនុមោទនាគាថាទេលោកទាំងឡាយដទៃជាសប្បុរសលោកទាំងឡាយបានប្រកាសនៅបុណ្យហើយផ្សាយនៅបុណ្យនោះជាសកលទេវតាទាំងឡាយក៏អនុមោទនាមនុស្សទាំងឡាយក៏អនុមោទនាផលអនុមោទនានោះកើតឡើងពីចិត្តដែលត្រេកអរចំពោះកុសលកម្មដែលបុគ្គលពួកនោះក្រុមនោះបានធ្វើហើយកុសលនោះក៏បានផ្សាយមកដល់ខ្លួនឯងធ្វើឲ្យខ្លួនឯងបានប្រកបដោយចេតនាគឺបុណ្យនោះញ៉ាំងបុគ្គលដែលបានតើក្នុងសុគតិភពមានសួគ៌ទេលោកតែអកុសលចិត្តក៏មានសភាពដូចគ្នាយ៉ាងនោះដែរបើយើងជាសប្បុរសបើយើងជាបុគ្គលឆ្លៀសយើងក៏បីកុំយកចិត្តរបស់ខ្លួនទៅឲ្យជាប់ជំពាក់ជាមួយអកុសលកម្មរបស់បុគ្គលផងដទៃព្រោះកុសលដែលបុគ្គលបានធ្វើมันអាចផ្សាយដល់យើងបានទេបើយើងមិនមានសេចក្តីត្រេកអរជ្រះថ្លាក្នុងនោះកុសលកម្មដែលបុគ្គលពួកក្រុមគណៈបានធ្វើក៏មិនអាចផ្សាយមកដល់យើងបានដែរបើយើងមិនយកចិត្តឲ្យជាប់ជំពាក់ជាមួយនឹងអកុសលនោះលោកទាំងឡាយលើកឆេះហើយយើងដូចយើងគ្រប់គ្នាសឹកតែជាអស់បើយើងនាំគ្នាយកអស់ទៅវិញក្នុងភ្លើងយូរមិនឆាប់ផេះនឹងកើតមានអស់នៃមានទៀតហើយរស់កាលដែលអកុសលកើតឡើងក្តីរឿងទាំងឡាយកើតឡើងក្តីក្នុងសង្គមក្តីក្នុងហេតុបច្ចុប្បន្នក្តីរឿងទាំងអស់ព្រាបបីដូចជាភ្លើងយើងម្នាក់សឹកតែជាអស់សឹកតែជាកូនមមាញហើយបើយើងនាំគ្នាហើរចូលតែភ្លើងឬក៏រុញអស់បន្ថែមចុងក្រោយភ្លើងឆេះល្អតែអូនឹងខ្ទេចតែសូនទៅចុងក្រោយនៅសល់តែផេះ
ហើយយើងទៅចំណេញអ្វីពីផេះហ្នឹងនៅយូរមិនឆាប់គុំមានមហាខ្យល់ឯណាបក់ផេះហ្នឹងបើទៅកើតជាទលីទៅរសាត់អណ្ដែតក្នុងលំហរកតែទីតាំងនៅរបស់ផេះនោះមិនឃើញតែហេតុក៏មាននៅប្រការយ៉ាងនេះដូចគ្នាដែរថាបើលោកទាំងឡាយជាប់ជំពាក់រវល់តែក្នុងរឿងពួកគណៈក្រុមរវល់តែក្នុងរឿងដែលជាអកុសលរបស់អ្នកដទៃតែពេលណាមកញ៉ាយើងនឹងរកសេចក្តីស្ងប់ឲ្យខ្លួនឯងបានហើយបើយើងរកសេចក្តីស្ងប់មិនបានអំពីខ្លួនយើងទេយើងទៅស្រែកអង្វរទេវតាឬស្រែកអង្វរអ្នកដទៃឯណាដែលអាចឲ្យសេចក្តីសុខមកដល់យើងគ្រប់ពេលនោះព្រោះសេចក្តីសុខរបស់យើងយ៉ាងច្រើនគេអាចឲ្យយើងបានត្រឹមតែមួយថ្ងៃហ្នឹងមកពេលហ្នឹងមកខណៈហ្នឹងពេលដែលយើងត្រូវការចុះអ្នកណានឹងនៅចាំឲ្យសេចក្តីសុខនោះឲ្យតម្រូវការរបស់យើងនោះបានគ្រប់ជ្រុងជ្រោយគ្រប់ពេលវេលានោះគឺមិនមានទេវាតើតែយើងខ្លួនឯងបង្កើតសេចក្តីសុខដែលចែកអំពីសន្តានរបស់យើងខាងក្នុងគឺចិត្តដែលបានស្ងប់រងាប់ទៅមិនជាប់ជំពាក់ដោយពួកគណៈមិនជាប់ជំពាក់ដោយអកុសលរបស់អ្នកដទៃព្យាយាមពិនិត្យវិจัยលើចិត្តរបស់ខ្លួនបានមើលឃើញចិត្តរបស់ខ្លួនហើយថាចិត្តរបស់ខ្លួនខូររខំទៅបានប៉ុណ្ណាហើយស្ងប់រងាប់ទៅបានប៉ុណ្ណាហើយអស់ទោសៈមូលចិត្តអស់លោភៈមូលចិត្តអស់ភាពចន្ទែនឈ្លាននេះទៅបានប៉ុណ្ណាហើយកាលណាយើងឃើញនៅចិត្តរបស់ខ្លួនឯងហើយយើងចេះទូមានដោយអបាយរសចិត្តនេះត្រូវការបុគ្គលដែលជាមហាបរិសុទ្ធទូមានគឺយើងរកគ្នាសត្វតែអាចតាំងខ្លួនទៅជាមហាបរិសុទ្ធគឺជាអ្នកដែលមានបញ្ញាឆ្លៀសចេះទូមានចិត្តខ្លួនឯងបុគ្គលណាចេះអប់រំទូមានចិត្តខ្លួនឯងនេះរាប់ថាជាមហាបរិសុទ្ធហើយត្រឹមអាចរកសង្កត់ចិត្តខ្លួនឯងព្រោះចិត្តមានសភាពបែបដូចជាសត្វស្វាខ្លះមានសភាពដូចជាកូនគោពេញកម្លាំងខ្លះគឺមិននៅតាំងស្ថេរស្ថិតក្នុងអារម្មណ៍ណាមួយទេសត្វតែលោតហក់ត្រូវការលោកទាំងឡាយឈឺលោកទាំងឡាយត្រូវការឲ្យតែខ្ញុំបានជាពេលដែលខ្ញុំជាហើយអ្វីដែលខ្ញុំមិនត្រូវការតែពេលដែលលោកទាំងឡាយជាហើយលោកទាំងឡាយត្រូវការកាមគុណផ្សេងដើម្បីយកមកលំអជីវិតដើម្បីយកមកទ្រង់ជីវិតគិតថារបស់នោះជារបស់ដែលលោកទាំងឡាយត្រូវការពេលលោកទាំងឡាយបានបរិបូរឲ្យកាមគុណហើយលោកទាំងឡាយមិនស្កប់មិនសុខនៅក្នុងកាមគុណលោកទាំងឡាយតែងស្វះស្វែងរកនៅកាមរាគៈផ្សេងរកនៅវត្ថុផ្សេងមកដើម្បីបំពេញតម្រូវការចិត្តខ្លួនឯងបើចិត្តទាំងឡាយរបស់លោកទាំងឡាយមានសភាពបែបនេះលោកទាំងឡាយប្រកាសថានឹងមិនមានឱកាសដើម្បីបាននៅសេចក្តីស្ងប់ទេគឺខ្ញុំបកណ្ដាខ្ញុំដាស់តឿនលោកទាំងឡាយសូមឲ្យលោកទាំងឡាយរកទីស្ងាត់រកទីសំណប់ដើម្បីពិចារណាថារោគទាំងឡាយកើតឡើងព្រោះហេតុអ្វីណោលោកទាំងឡាយកើតឡើងព្រោះអាស្រ័យកម្មចាស់ឲ្យផលលោកទាំងឡាយចេះសប្បាយចេះរីករាយនឹងការទទួលនៃកម្មនោះលោកទាំងឡាយនឹងឆាប់ស្កប់រងាប់ទៅលោកទាំងឡាយបានពិចារណាថាការសរសើរទាំងឡាយកើតឡើងព្រោះកចៃអ្វីណោការនិន្ទាទាំងឡាយកើតឡើងព្រោះកចៃអ្វីណោពេលដែលលោកទាំងឡាយមានសេចក្តីស្ងប់ត្រឹមតែមួយគណៈលោកទាំងឡាយនឹងទើបឃើញថាសេចក្តីសរសើរកើតឡើងព្រោះហេតុសេចក្តីនិន្ទាកើតឡើងព្រោះហេតុទៅតថាគតត្រាស់ដឹងនៅហេតុយើងទាំងឡាយក៏បីដើរតាមពុទ្ធឱវាទរកហេតុជាទីបំផុតនៃឲ្យឃើញដូចគ្នាលោកទាំងឡាយក្នុងពុទ្ធកាលនេះមានព្រះសម្មាសម្ពុទ្ធត្រឹមមួយព្រះអង្គទេដែលនៅមិនទាន់បានត្រាស់យើងទាំងឡាយគិតថាយូរគិតថាច្រើនមិនច្រើនទេសត្វលោកទាំងឡាយជាប់ដោយកាមរាគៈចាប់ដោយកម្មជាអកុសលធ្ងន់នឹងមិនងាយនឹងបានទាន់ព្រះដ៏មានពភាអង្គក្រោយទេយើងទាំងឡាយតែចាំចំណាយពេលឆ្លោះគ្នាក្តីចំណាយពេលចោលប្រកាន់ចំណាយពេលជួបដោយពួកគណៈចំណាយពេលក្នុងវាលវត្តសង្សារនេះយូរប៉ុណ្ណាទៀតម្ដេចយើងមិនណក់គ្នាប្រណិតសោះបារមីដែលជាអភិនហាបារមីឬក៏ជាបារមីធំដែល
សពបរោះទាំងឡាយលោកតែងសន្សើរដើម្បីឲ្យជាក់ច្បាស់ដើម្បីឲ្យទាន់នៅព្រះនិព្វានអស់ក្រោយដើម្បីបានស្ដាប់ធម៌បរោះដើម្បីបានចូលគៀកនៃព្រះសទ្ធមរបស់ព្រះអង្គដែលជាធម្មរាជដែលជាស្ដេចនៃធម៌ក្នុងខតកັບចុងក្រោយក្នុងអាណត្តិនៃព្រះដែលមានវិភាគចុងក្រោយនៃជុំខតកັບនេះដើម្បីបើកទ្វារនៃព្រះនិព្វានឲ្យខ្លួនឯងយើងទាំងអស់គ្នាសឹកតែនឹកហើយតើថាព្រះនិព្វានមិនអាចបើកទ្វារដល់យើងទាំងឡាយរាល់គ្នាក្នុងពេលឥឡូវនេះបានទេយើងទាំងឡាយក៏បីនាំគ្នាសន្សំបារមីឲ្យរឿយទៅកុំរវល់តែសន្សំនៅការជួបឱកាសដោយពួកឋានៈក្រុមសាសនានេះលោកទាំងឡាយខំប្រឹងរុញច្រានក្តីលោកទាំងឡាយខំប្រឹងទប់ទល់យ៉ាងណាក្តីសាសនានេះមិនបានវិលឡើងទេគឺវិលចុះហើយលោកទាំងឡាយ2567ហើយជាតកណ្ដាលហើយព្រះពុទ្ធអង្គព្យាករណ៍ហើយថាចុង5000ទាំងអស់សាសនាមនុស្សទាំងឡាយស្ដាងដោយការជាស្ដាងដោយការគោរពស្ដាងដោយការបដិបត្តិបញ្ញាមនុស្សមានតែក្នុងអកុសលច្រើនជាក្នុងកុសលមនុស្សមានតែបញ្ញាក្នុងការបង្កើតរឿងដែលជាអកុសលដែលមាននៅក្នុងសង្គមមនុស្សទាំងឡាយប្រឹងធ្វើតែអំពើដែលជាអកុសលជាប់ចង្ទាក់កើនឡើងដោយការមរាគៈទោសៈបោហៈជាដើមគឺមនុស្សអស់ទៅនៃគុណធម៌មិនដែលហើយយើងទៅជឿឆ្អើលអីក្នុងសង្គមដែលយើងដឹងថាជាសង្គមដែលរុញទៅនៃមនុស្សអកុសលកើតឡើងច្រើនព្រោះអ្វីព្រោះពុទ្ធអង្គព្យាករណ៍មករួចអស់ហើយយើងទាំងឡាយសឹកតែជាអ្នកដឹងហើយតើសឹកតែជាអ្នកស្ដាប់ហើយតើឬក៏យើងគ្រាន់តែស្ដាប់គ្រាន់តែដឹងតែយើងមិនបានពិចារណាទៅរិះអំពីហេតុដែលព្រះតថាគតព្រះអង្គសម្ដែងអញ្ចឹងហើយកុសលក្តីអកុសលក្តីយើងគ្មានសិទ្ធិទៅហាមទៅរៀបរៀងទៅទប់ទល់ទៅជ្រែងទៅបាំងទៅរក្សាអីបានទាំងអស់យើងមានតែព្រមទៅតាមហេតុហើយព្យាយាមងាកមកអប់រំទូមានខ្លួនយើងវិញបើចិត្តរបស់យើងខ្វះការអប់រំទូមានហើយយើងនឹងទទួលមានអ្នកដតីដោយមិនដេចនឹងបានបើយើងនៅបរិបូរដោយការមរាគៈនៅបរិបូរដោយទោសៈមោហៈនៅបរិបូរដោយសេចក្តីសង្ស័យនៅបរិបូរដោយទិដ្ឋិតើយើងនឹងទទួលមានបុគ្គលឲ្យអស់ទៅទិដ្ឋិទៅបានយ៉ាងណាបើយើងទាំងឡាយនៅមានការច្របូកច្របល់ដោយពួកគណៈដែលយើងនឹងទទួលមានបុគ្គលទាំងឡាយឲ្យបានរួចផុតអំពីពួកគណៈបានយ៉ាងលោកទាំងឡាយព្រះតែមានវិភាកព្រះអង្គឆ្លប់ពោលប្រកាសសម្ដែងហើយថាបុគ្គលក៏បីចេះចេញពីពួកគណៈហើយទៅរកនៅទីស្ងាត់ដើម្បីពិចារណានៅកាយក្នុងកាយពិចារណាអំពីធម៌ក្នុងធម៌ការណាពិចារណាអំពីវេទនាក្នុងវេទនាពិចារណាអំពីចិត្តក្នុងចិត្តដែលជាក្រុមជាពួកជាផ្លូវបើកទៅនៃព្រះនិព្វានមានសភាពវែងឆ្ងាយយ៉ាងនេះទើបយើងក៏បីនាំគ្នាប្រឹងដើរពីឥឡូវប្រឹងសន្សំពីឥឡូវការសន្សំបារមីថ្មីថ្មិតថាមានខុសខ្លះត្រូវខ្លះយ៉ាងណាតែការសន្សំនោះសោតទៀតគឺដើម្បីតែញ៉ាំខ្លួនឯងឲ្យរលាស់ចាក់ទុកនេះជារឿងសំខាន់ហើយការដែលខុសក្តីការដែលត្រូវក្តីយើងខុសតាំងតែពីយើងមានជាតិកំណើតមកម្លេះមិនមែនចាំតតែយើងចម្រើនវ័យដល់ប៉ុណ្ណេះធ្វើរឿងទៅខុសត្រូវគ្រប់ចិត្តមិនគ្រប់ចិត្តសង្គមគ្រប់ចិត្តក្តីសង្គមមិនគ្រប់ចិត្តក្តីមិនមែនតែខុសឬត្រូវឥឡូវទេយើងទាំងអស់គ្នាសឹកតែខុសតាំងពីដែលយើងកើតបាត់ទៅហើយព្រោះអ្វីព្រោះយើងមានតែអវិជ្ជាមកជាប់ខ្លួនទៅហើយតែយើងមានកំណើតតែកំណើតពួកខ្លះសត្វខ្លះជាកំណត់ដែលកើតមកដើម្បីអស់ទៅរលត់ទៅនៃអវិជ្ជាតែកំណត់សត្វខ្លះពួកខ្លះគឺកើតមកដើម្បីតែបន្ថែមឲ្យជាប់ជំពាក់ទៅឲ្យជាប់ជំពាក់ទៅឲ្យរឹងរឹតតែជ្រៅទៅឲ្យរឹងរឹតតែងងឹតទៅ
លោកទាំងឡាយក្នុងសាសនានេះមានសភាពយ៉ាងនេះទើបយើងក៏បីសិក្សានិងជួយយល់អំពីសាសនាឲ្យបានត្រឹមត្រូវគ្រប់សាសនាគ្រប់ទម្រង់រូបភាពសឹកតែបង្រៀនយើងឲ្យយើងជាមនុស្សល្អឲ្យយើងជាមនុស្សដែលធ្វើជាទីពឹងឲ្យខ្លួនឯងផងនិងធ្វើជាទីពឹងដល់អ្នកដទៃចុះហេតុដូចម្តេចយើងយកសាសនាមកដើម្បីធ្វើជាសត្រូវនឹងគ្នាធ្វើអ្វីអញ្ចឹងសត្រូវក្នុងសាសនាទីនេះព្រោះសំដៅព្រោះហេតុណាសំដៅត្រង់ហេតុថាយើងជាប់ដោយទិដ្ឋិដែលក្នុងជ្រុងនីមួយយើងមិនព្រមពិនិត្យមើលសកលនឹងថាផែនដីនេះនៅមានភ្នំផែនដីនេះនៅមានព្រៃផែនដីនេះនៅមានទន្លេផែនដីនេះនៅមានស្ទឹងផែនដីនេះនៅមានបឹងនិងបួរអញ្ចឹងហើយសាសនានេះសាសនានោះសាសនាដទៃទាំងអស់ប្រៀបបីដូចជាជ្រុងមួយនៅក្នុងពិភពនេះអញ្ចឹងយើងទៅចាប់ប្រកាន់តែព្រៃមិនមានឬមានមិនមែនជាសារៈទេយើងក៏បីមើលនៅសភាពទាំងឡាយហើយត្រេះរិះពិចារណាឲ្យសមគួរតាមចច្ច័យតាមហេតុរបស់សាសនានីមួយរបស់ទីអប់រំនីមួយរបស់ពួកឋានៈក្រុមនិកាយនីមួយទៅដើម្បីអ្វីដើម្បីបានជាបញ្ញាក្នុងការពិចារណាឲ្យឃើញនៅសភាពនិងលទ្ធភាពជាក់ស្ដែងរបស់សង្គមនិងសាសនានោះលោកទាំងឡាយហើយជាតិនេះប្រទេសនេះកាលដែលបានគោរពនៅសាសនាសឹកតែបុគ្គលដែលជាអ្នកប្រាជ្ញទាំងឡាយលោកបើកនៅចិត្តឲ្យទូលំទូលាយទទួលយកចំណេះដឹងអំពីគ្រប់ប្រភពសាសនាលោកមិនបានរារាំងនៅប្រភពសាសនាណាទេព្រោះសាសនាទាំងអស់សឹកតែមានគំនិតនិងបរិបទផ្សារភ្ជាប់ជាមួយនឹងសង្គមជាមួយនឹងប្រពៃណីទំនៀមទម្លាប់របស់ប្រទេសជាតិលោកទាំងឡាយប្រទេសខ្មែរយើងមានសាសនាមិនច្រើនទេប្រទេសឥណ្ឌាមានសាសនាច្រើនតែសង្គមមនុស្សនៅក្នុងប្រទេសនោះមានសភាពយ៉ាងណាសង្គមមនុស្សក្នុងប្រទេសយើងមានសភាពយ៉ាងណាគឺដតីពីគ្នាដោយបរិយាបថសង្គមអញ្ចឹងយើងមិនគួរទៅតោងប្រទៀមឬក៏ទៅហែកហួរទាញព្រាត់ឆ្វាក់ឆ្វែងគ្នាអីទេយើងក៏បីពិនិត្យថារាល់វត្ថុបំណងទាំងអស់របស់សាសនារបស់ការអប់រំរបស់ការទូន្មានសឹកតែមានវត្ថុបំណងចង់ឲ្យមនុស្សបាននូវសេចក្តីសុខនិងឲ្យមនុស្សបាននូវសុចរិតភាពក្នុងសង្គមទាំងអស់គ្នាអញ្ចឹងហើយយើងទាំងឡាយក៏បីរៀនពិនិត្យអំពីសភាពនៃហេតុបច្ចុប្បន្នកុំឲ្យជាប់ជំពាក់ដោយទិដ្ឋិរបស់យើងរូបពាក្យថាទិដ្ឋិគឺការបតោងជាប់នៅវត្ថុតែមួយព្រោះថាតោងជាប់នៅក្នុងទិសខាងកើតគឺប្រកាសថានោះជាទិសកើតហើយអត់មានលិចមានជើងទេតែបើប្រកាន់ចំពោះទិសខាងជើងគឺជាប់ជាមួយទិសខាងជើងហើយមិនជឿលិចមិនជឿកើតមិនជឿត្បូងទេនេះហើយហៅថាទិដ្ឋិតែបើយើងឈរនៅចំណុចកណ្ដាលហើយពិនិត្យជុំវិញលើក្រោមឲ្យសពគ្រប់យើងនឹងឃើញថា
នៅជុំវិញយើងនេះមានទិសបូអគ្នេយ៍យស័តនៃអតីតជនពីយវរណនិងឥសានយើងនឹងមានទិសខាងលើយើងនឹងមានទិសខាងក្រោមហើយក្នុងទិសនីមួយមានហេតុទេពអស្ចារ្យរៀងខ្លួនព្រោះអ្វីព្រោះគំនិតដែលទូលំទូលាយបែបនេះទើបមើលឃើញគ្រប់ជ្រុងជ្រោយមិនមើលឃើញតែជ្រុងមួយនៃគំនិតឬក៏ជ្រុងមួយនៃតថៈដែលយើងកំពុងតែជាប់ដែលយើងកំពុងតែតោមែនទេបើយើងមិនបើកចិត្តឲ្យទូលំទូលាយទេយើងនឹងមើលឃើញតែជ្រុងមួយហើយនឹងរស់នៅតែក្នុងជ្រុងមួយនឹងអស់ច្រើននៃជាតិទៀតតែត្រឹមតែជាតិនឹងទេកាលណាជាប់ក្នុងជាតិនឹងប៉ុណ្ណឹងហើយទៅមុខទៀតរឹតតែជាប់ជំពាក់ក្នុងនឹងទៀតព្រោះអីព្រោះតែយើងតោងជាប់នៅក្នុងជ្រុងមួយនៃតថៈនេះហើយយើងរស់នៅតោមទៅកើតទៅតែក្នុងតថៈនឹងឯងចឹងហើយខប់បីបើកចិត្តឲ្យទលាយហើយពិចារណាមើលហេតុបច្ច័យរឿងទាំងអស់អត់មានកើតឡើងព្រោះអ្វីទេគឺរឿងទាំងអស់កើតឡើងព្រោះហេតុដែលហេតុទាំងអស់ហ្នឹងគឺជាបច្ច័យរបស់វិបាកនៃកម្មឲ្យផលนั่นឯងរឿងការដែលបានបួសអញ្ចឹងមិនមែនគ្រប់គ្នាសត្វតែកើតមកបានបួសក្នុងសាសនាទេគឺសឹកតែមានហេតុមានបច្ច័យដល់ព្រមមិនថាហេតុនោះបច្ច័យនោះកើតឡើងដោយមិនដេចកើតឡើងក្នុងបច្ច័យណាទេគឺសឹកតែមានហេតុបច្ច័យគុំដល់គ្នាទៅភាពបានបួសជាភិក្ខុក្តីជាសាមណេរក្តីក្នុងសាសនានេះមានចឹងហើយរឿងទាំងអស់កើតឡើងភាពល្បីល្បាញក្តីភាពច្បុកច្បល់ក្តីភាពសាយភាយនៃរឿងល្អភាពសាយភាយនៃរឿងអាក្រក់ក្តីទាំងអស់នោះសឹកតែជាហេតុអញ្ចឹងយើងគួរណាស់កុំប្រកាន់ដំជាប់នៅក្នុងហេតុទាំងអស់នោះឯងក៏បីមានបញ្ញាមួយដែលជាបញ្ញាក្នុងផ្លូវកណ្ដាលហើយពិចារណាឲ្យយើងបានឃើញពីហេតុទាំងអស់នោះអញ្ចឹងបានជាពាក្យដែលខ្ញុំកណ្ដាលខ្ញុំលើកខាងដើមហើយចង់មកលើកខាងក្រោយនេះវិញគឺចង់បញ្ជាក់ថាលោកទាំងឡាយធ្វើអីធ្វើចោះលោកទាំងឡាយគិតអ្វីគិតចោះតែលោកទាំងឡាយកុំភ្លេចថាលោកទាំងឡាយមានកម្មជាផែលពុំមានកម្មជាទេយាទលោកទាំងឡាយធ្វើនៅកម្មគឺសង្វើណាកម្មនោះនឹងតាមទៅនឹងតោងទៅដល់លោកទាំងឡាយក្នុងវត្តដាក់នេះមិនបាច់ឡើយលោកទាំងឡាយការដែលលោកទាំងឡាយមានចិត្តស្នេហាជាតិក្តីស្នេហាសាសនាក្តីលោកទាំងឡាយមិនចាំបាច់តតែលោកទាំងឡាយជាអ្នកនយោបាយមិនចាំបាច់ដល់លោកទាំងឡាយជាអ្នកមានអំណាចទ្រព្យធនអ្វីទេត្រឹមលោកទាំងឡាយជាឆ្អឹងជាសរសៃជាស្បែកមួយនៃប្រទេសជាតិនោះលោកទាំងឡាយបានឈ្មោះថាជាអ្នកស្រឡាញ់នៅជាតិនៅសាសនានៅព្រះមហាក្សត្រនេះค่ะលោកទាំងឡាយបើលោកទាំងឡាយគ្រាន់តែប្រើចំណេះដឹងដែលលោកមានហើយធ្វើនៅចំណេះដឹងនោះឲ្យល្អឲ្យតែជាសុចរិតភាពនោះលោកទាំងឡាយឈ្មោះថាជាពលរដ្ឋល្អជាអ្នកដែលកំពុងជួយនៅជាតិនៃសាសនារបស់លោកទាំងឡាយលោកទាំងឡាយដូចមានភាសិតបុរាណមួយនៅក្នុងរជ្ជកាលនៃលំវែកដែលបានពោលថាគំនិតជួយជាតិកវីបណ្ឌិតដឹងរឿងជាតិពិតថាជាទលាបន្សល់ស្នាដៃឯខ្មែរទាំងឡាយពុះទាគ្រប់កាយសាងជាតិដល់ទៅគឺត្រូវកើតអំពីយើងម្នាក់ប្រទេសមួយដែលជាសង្គមមនុស្សរស់នៅគឺជា
សង្គមដែលមានវប្បធម៌និងប្រពៃណីបើសិនជាសង្គមមនុស្សអត់មានវប្បធម៌ប្រពៃណីទេយើងហៅថាសង្គមមនុស្សបានដូចម្នេះមានតែសត្វទេដែលមិនចេះខ្វល់ខ្វាយពីវប្បធម៌និងប្រពៃណីរបស់ខ្លួនតែក្នុងនាមកើតឡើងជាជាតិសាសន៍ជាប្រជាពលរដ្ឋមិនមិនខាតត្រូវចូលរួមចំណែកក្នុងការរក្សានៅសិលធម៌របស់មនុស្សក្នុងការរក្សានៅសុជីវធម៌ក្នុងការរក្សានៅជំនឿប្រពៃណីជំនឿនៅជាសាស្ត្រជាជំនឿដែលត្រឹមត្រូវជាជំនឿដែលមិនញ៉ាំងភាពក្តៅក្រហាយឲ្យដល់អ្នកដទៃផងជាជំនឿដែលមិនញ៉ាំងភាពក្តៅក្រហាយដល់ខ្លួនឯងផងហៅថាជាជំនឿដែលទៅលោកទាំងឡាយគប្បីពិចារណាអំពីខ្លួនឯងថាតើខ្លួនយើងម្នាក់បានចូលរួមជាចំណែកអ្វីខ្លះក្នុងប្រទេសជាតិនេះក្នុងសង្គមតែយើងទាំងឡាយបានចូលរួមជួយឲ្យដល់មនុស្សប៉ុន្មានអ្នកហើយឬក៏បានជួយខ្លួនឯងហើយឬឡើងលោកទាំងឡាយបានធ្វើនៅការតបស្នងដល់ផែនដីដែលលោកទាំងឡាយបានកើតហើយឬទេលោកទាំងឡាយរវល់តែនឹងខ្វល់ខ្វាយនឹងការជិះជាន់នឹងការផ្ដាសានឹងការមើងងាយនឹងការសរសើរនឹងការនិន្ទានឹងការលើកជ្រុងរបស់អ្នកដទៃតែលោកទាំងឡាយបានពិនិត្យថាខ្លួនលោកទាំងឡាយបានសាងជាប្រយោជន៍ឲ្យដល់ប្រទេសដែលជាទឹកដីកំណើតរបស់ខ្លួនហើយការដែលសាងប្រយោជន៍ជូនទឹកដីវប្បធម៌ប្រពៃណីរបស់ខ្លួនគឺជារឿងដែលត្រឹមត្រូវជារឿងដែលយើងគប្បីពោលដែលជារឿងដែលសប្បុរសទាំងឡាយតែលោកទាំងឡាយបានចូលរួមចំណែករក្សាការពារហើយឬនឹងការរក្សាការពារមិនមែនការកាន់អាវុធយុទ្ធភ័ណ្ឌទៀមទាឬទៅច្បាំងអីទេតែការដែលការពារគឺការរក្សាខ្លួនឲ្យស្ថិតនៅក្នុងអំបូរនឹងជាតិដែលជាសាសរបស់ខ្លួនយើងកើតមកក្នុងទឹកដីខ្មែរយើងបានធ្វើខ្លួនឲ្យជាខ្មែរហើយទេតើខ្មែរមានវប្បធម៌ដូចម្តេចទៅតើខ្មែរមានប្រពៃណីបែបដូចម្តេចតើខ្មែរមានជំនឿសាសនាដូចម្តេចទៅនេះជារឿងដែលលោកទាំងឡាយក៏បីយកទៅគិតពិចារណាខ្មែរមានភាពស្មោះត្រង់តែយើងបានបង្កើតភាពស្មោះត្រង់ឲ្យដល់គ្នាហើយទេខ្មែរជាអំបូរមានមេត្តាចិត្តតែយើងទាំងឡាយបានធ្វើនៅមេត្តាចិត្តឲ្យដល់គ្នាហើយនឹងគ្នាឬខ្មែរជាអំបូរមានអធ្យាស្រ័យតែយើងបានធ្វើនៅអធ្យាស្រ័យឲ្យដល់គ្នាឬគ្នាអញ្ចឹងហើយយើងទាំងឡាយក៏បីគិតពិចារណាក្នុងចំណុចនេះព្រោះខ្ញុំកណ្ណាខ្ញុំណាមិនមានអ្វីជូនដល់លោកទាំងឡាយខ្ញុំទាំងឡាយមានត្រឹមតែចិត្តចង់ឲ្យលោកទាំងឡាយចេះរួបរួមចេះសាមគ្គីចេះស្រឡាញ់គ្នាគ្មាននរណាមកស្រឡាញ់យើងជាម្ដាយឪពុកយើងគ្មានជាតិសាសន៍ណាមកស្រឡាញ់យើងជាងជាតិសាសន៍យើងទៅយើងទាំងអស់គ្នាសិតតែជាអ្នកជ្រកកាយត្រូវមកលុបជាតិសាសនាតែណាសាសក្រោមការដឹកនាំរបស់រដ្ឋាភិបាលរលួយរីជាបដោសេជាប្រទេសមួយដែលមានការគ្រប់គ្រងដោយរបបប្រជានិយមមានការគ្រប់គ្រងដោយថ្នាក់ដឹកនាំតាមលំដាប់លំដោយតាំងពីថ្នាក់ជាតិរហូតដល់ថ្នាក់ក្រោមជាតិអ្នកដែលអត់សុទ្ធសឹងតែជាទាំងហើយ
មានណាមកស្រឡាញ់យើងជាងគ្នាយើងស្រឡាញ់គ្នាយើងតែទង្វើរាល់ការធ្វើមិនមែនសុទ្ធតែត្រូវរាល់ការធ្វើមិនមែនសុទ្ធតែខុសតែយើងមិនបានស្គាល់ពីរឿងដែលជួបទៅវិញទៅហើយចេះតែស្រែកបន្ទោសឲ្យទៅអ្នកនេះទៅអ្នកនោះធ្វើឲ្យខ្មែរបែកបាក់គ្នាជួយឲ្យយើងបាត់បង់សាមគ្គីភាពគ្នាលោកអ្នកណាស្រឡាញ់យើងជាងជនជាតិយើងស្រឡាញ់ជនជាតិយើងទៅអ្នកណាមករក្សាក្រមសីលធម៌ឲ្យយើងជាជាងជនជាតិយើងរក្សាក្រមសីលធម៌ខ្លួនឯងអ្នកណាស្រឡាញ់ប្រទេសរបស់យើងជាងយើងស្រឡាញ់ប្រទេសខ្លួនឯងអញ្ចឹងនោះខ្ញុំក៏ដាច់ខ្ញុំបានឧបមាវិញឈ្នះដែរគឺឧបមាតែរឿងចឹងគឺគ្មានម្ដាយឪពុកណាមកស្រឡាញ់យើងជាងម្ដាយឪពុកយើងព្រឹងបើទោះតែមានឈ្មោះថាម៉ែក្មេកក៏មិនស្រឡាញ់យើងដូចម្ដាយកំកើតអញ្ចឹងតើតែរកជនជាតិណាដែលគេមិនស្រឡាញ់យើងជាងជនជាតិជាទៅហើយបើយើងឃើញពីរឿងប៉ុណ្ណឹងយើងនឹងរួបរวมគ្នានឹងសាមគ្គីភាពសាមគ្គីនាំមកនៅភាពរីកចម្រើនភាពសាមគ្គីនាំមកនៅការអភិវឌ្ឍភាពសាមគ្គីនាំមកនៅសុខដុមរមណីយកម្មទាំងផ្នែកសាសនាទាំងផ្នែកជំនឿប្រពៃណីនិងទំនៀមទម្លាប់ចឹងលោកទាំងឡាយបច្ចុប្បន្នលោកទាំងឡាយបានឃើញហើយថាការរីកចម្រើននៃសិលធម៌របស់យើងក៏ចាប់ផ្ដើមមានឡើងមកវិញការលើកស្ទួយនៃសម្បត្តិវប្បធម៌ជារូបិយស្ដែងជាអរូបិយស្ដែងក៏ចាប់ផ្ដើមបណ្ដែតឡើងមកវិញនៃយើងមើលតែសម័យដែលក្រោយយើងមុនយើងនេះបន្តិចគេបាត់បង់ស្ទើរគ្រប់ទម្រង់ឥឡូវនេះកើនឡើងមកវិញអ្នកណាអ្នកស្វែងរកទាំងអស់នោះឲ្យកើនឡើងមកវិញគឺជនជាតិខ្មែរយើងនឹងឯងខ្ញុំថាពេលដែលយើងជួបប្រកែកគ្នាពេលដែលយើងបាក់បែកគ្នារបស់ទាំងអស់នោះវត្ថុទាំងអស់នោះរត់ទៅផ្ញើខ្លួននៅក្នុងកន្លែងដតីឬជាមួយជាតិសាសន៍ដតីខ្លះក៏เป็นដែរតែក្រោយពេលដែលយើងរួបរวมគ្នាពេលដែលយើងមានសាមគ្គីគ្នាមកទាំងអស់នោះរត់មកដើម្បីខំដោះលូតលាស់ឡើងវិញសាជាថ្មីក្នុងទឹកដីរបស់យើងមិនថាវប្បធម៌ប្រពៃណីរបាំឬអ្នកប្រាជ្ញផ្សេងទេលោកទាំងឡាយបានស្គាល់អំពីប្រពៃណីចាប់អារម្មណ៍ងាកទៅលើប្រពៃណីចាប់អារម្មណ៍ងាកទៅលើសុជីវធម៌ចាប់អារម្មណ៍ទៅលើទំនៀមទម្លាប់ចាប់អារម្មណ៍ទៅលើបរិបទសាសនារបស់បានច្រើនគ្រប់គ្រាន់ល្មមសំគួរអញ្ចឹងសូមឲ្យលោកទាំងឡាយបន្តមិនបន្តអ្វីទេគឺបន្តគោរពស្រឡាញ់នៅសាសនារបស់ខ្លួននៅប្រពៃណីរបស់ខ្លួននៅទំនៀមទម្លាប់របស់ខ្លួនជាពិសេសចេះស្រឡាញ់ប្រជាជាតិរបស់ខ្លួន
dương còn rùm nơi trong sân công làm biên đạt nội dung cứ khuôn ai tất là về khuôn ai dương có bấy chế sẵn đó đang nhạc trong vinh khuôn rồi bởi dương khuôn ở tại chị mình lúc hoạt mà nội dung du du tới mình lúc nơi sao thì cứ bắt băng côn là thoa trên mình dương mơ sát sơn nó bị ở school nè na khóc nè na tao nè na school nè chi thế ta việc chụp nếu việc tăng đặc ham cái một rồi tại sát sơn nó liên trong việc gì thôi bên thiết chế trong sân cua trong trọc bản này đam nè naการมาจูบสนอของគ្នាវាអត់រៃស្គាល់គ្នាក៏ដោយគឺវាដឹងតែចង់តែខំគ្នាឬក៏បើវានៅជាមួយគ្នានឹងរាល់ថ្ងៃក៏ដោយពេលណាមានឆ្អិនមានសាច់អីវាព្យាយាមខំគ្នាដើម្បីផលប្រយោជន៍របស់ឆ្អិនរបស់សាច់มันមានភាពឆាយរំលែកទេត្រង់នេះហើយជាភាពអាត្មានិយមតែមនុស្សយើងក៏បីក៏មករស់ក្នុងសភាពបែបនោះឡាក៏បីចែករំលែកនៅផលប្រយោជន៍ទៅក៏បីមាននៅសេចក្តីសន្តោសឲ្យដល់គ្នានឹងគ្នាទៅយើងបន្តរស់នៅក្នុងសភាពជាមនុស្សក្នុងសង្គមជាមនុស្សដែលមានគុណធម៌ជាមនុស្សបានតទៅទៀតអញ្ចឹងលោកទាំងឡាយក៏បីស្ដាប់ពាក្យត្រង់នេះថាលោកទាំងឡាយក៏បីធ្វើនៅសេចក្តីសន្តោសឲ្យដល់គ្នានឹងគ្នាឲ្យបានច្រើននៅលោកទាំងឡាយនឹងបាននៅសេចក្តីសុខពរជ័យពីទេវតាក៏នឹងបានដែរទេវតារក្សាមនុស្សត្រង់មនុស្សមានគុណធម៌ជាមនុស្សទេវតាមិនថែរក្សាមនុស្សដែលមិនមានគុណធម៌ជាមនុស្សទេអញ្ចឹងហើយយើងក៏បីធ្វើនៅគុណធម៌របស់យើងនៅបានចកាហើយគុណធម៌នោះមិនបាច់ចាំតែធ្វើឲ្យអ្នកដទៃណាឃើញទេគឺយើងនាំគ្នាស្វះស្វែងរកអំពីខ្លួនឯងដែលខ្ញុំកណាខ្ញុំបានពោលខាងតាមជំរាបលោកទាំងឡាយអញ្ចឹងថាសូមឲ្យយើងតាំងចិត្តនៅក្នុងសេចក្តីស្ងៀមស្ងាត់ក្នុងកន្លែងណាមួយក៏បានដែលមានបរិយាកាសល្អប្រសើរហើយពិចារណាអំពីខ្លួនឯងបន្តិចយើងនឹងឃើញទុកដែលការឡើងពីខ្លួនយើងនឹងឃើញគុណដែលការឡើងពីខ្លួនយើងជានិច្ចហើយកាលណាយើងបានឃើញទុកនឹងគុណនោះហើយយើងរំលែកភ័យខ្លាចជាមួយនឹងទសលទាំងអកុសលដែលយើងខ្លួនតែស្ថិតក្នុងនោះចំណោដែលកំពុងត្រង់យើងប្រចាំថ្ងៃព្រោះបើយើងអត់មានពេលគិតអញ្ចឹងទេយើងចំណាយពេលចេះតែធ្វើទៅយើងអត់បានដឹងថាអ្វីដែលជាទសលបានរំពាត់យើងអ្វីដែលជាអកុសលបានរំពាត់យើងហើយធ្វើឲ្យយើងចេះតែផ្លេចផ្លាំងអកុសលដូចជាក្អែឬមួយដែលហោះមកពីទិសផ្សេងជាទលីដែលហោះមកទិសផ្សេងមករុំលើសរីរៈរបស់យើងកើតជាក្អែយូរទៅក្រាស់ទៅយូរទៅក្រាស់ទៅហើយវាតោងវាស្អិតជាមួយនឹងសរីរៈយើងយ៉ាងណាអកុសលចិត្តរបស់យើងវាមានសភាពដូចគ្នាអញ្ចឹងបើយើងមិនបានយកទេទៅពិនិត្យវាទេយើងអត់ដឹងថាខ្លួនឯងមានក្អែទេហើយសម្គាល់ថាអញគាត់តែចាក់ទេហើយឈូនឹងគឺហើយស្អាតអញ្ចឹងតើតែយើងយកទេពិនិត្យបានដឹងថាខ្លួនយើងជាប់ក្អែហើយយើងងូតទឹកហើយងូតនៅតែដល់ល្អ
độc ai ở sẽ đẹp lúc gần lại à nhưng còn là thêm sâu ba năm lúc gần lại thá mình lúc gần lại liệt áp chia sai riêng khuôn miên chầm nóng chầm nấu chết riêng khuôn miên ruột này giống riêng khuôn miên bánh nhà riêng khuôn miên phơi đại trời đá riêng khuôn chồn lúc gần lại cùng tiên phơi rồi bọc tí ao mà ta canh phơi rồi bọc dưới hai nhanh phơi rồi bọc dưới mẹ đã tới tam phơi rồi bọc tiêu mình miền trên lúc gần lại trời trang biết hả bị thi chuộc liên tôi sập bài đi đi phần nào có cungแต่miền hai phần chắc cả chuột chung tôi sẽ thật khăn nòng sẽ thật khăn nòng tại để ra cắt rít riêng còn nào có cung tại nên trời bài kinh nghiệm tụ song kha tiền lại cả là tôi nông tờ côn ma chiết na cũng lại ma thầm nặng na phết na có cung tại nên slap nè đi rọt bạc đều bình dương cùng sai rồi ở ở tây chui dương trời thưa chuồn dương hỏi chết chui phụ dương cùng bên chết nông luôn nông thiêu viện đại chỉ nhẹ sộn ấy dương có ấy bên nhà tia sai tha chỉ nhẹ ao từ lên lúc thành lái có bay cùng sai rồi một cô nam mà chỉ tị phân lúc thành lái chỗ thưa luôn lúc ao chỉ tị phân này lúc thành lái luôn anh từ từ thiệp rịnh rỉ miền phiếp sọc sao miền sẽ cái đây sọc miền sẽ cái đây tốt miền nít từ hào thàn việc vật ở song xa rồi bỏ sát lô miền một cô mà đại ca làm nông chiết cầm na trên mà nông chua tại sọc mình nhận được một tên rồi lô thọ đem vào thời gian đối dự bác đăng má chia bài tạ hà đâu sọc sa sa đần đi sắp sa lan miền vô hạt vô miền liệp hạt liệp em làm bệnh và cả đi từ mình nô rèn từ chuốc cướp nghỉ chân hái diễn quạt mấy trip trong trường mạch ní hay dốc thật kết ở khơi tí ở cháy rồi bỏ hai tên lại ní từ dưới mình sáu xài mình chưa trốn chỉ vết lúc thằng nói mình bên rút rút và sai khi ông còn đa thế rước sai một cô na mình nè rước sai ATT na mình nè chứ chỉ vết lúc thằng nói luôn lên ba hà sai môn đền lúc thằng nói bạn sang mà hai chia chay nhằm lục bạn nơi chỉ vết đền lúc thì đi qua slap cha cho cái này đi tới cô mình bên chia cùng ho rồi bóc em vào ra nữa mình bên chia cùng ho rồi bóc sát nhiệt mình bên chia cùng ho rồi bóc ATT bằng đây chỉ ca ọc theo xong theo này hai cái trai để trao theo không chỉ vật riêng này lúc lần đó để tiết quá mình ca chơi để vậy mình ca chơi để một chuyện miền sở phim giảm lên thêm lúc đằng lại có bay tới đẹp viết nói phục mai tầm tỏ giảm 12 thêm chỉ riêng đại dương đặc ọc thanh niên có bay
ប្រឹងប្រែងធ្វើខ្លួនយើងឲ្យល្អផូរផង់ជាជាងតែខាត់ទោសកំហុសអ្នកដទៃឬជាជាងតែខ្វល់ខ្វាយអំពីសុខទុក្ខអ្នកដទៃកាលណាយើងប្រឹងពិនិត្យនិងចាប់ទោសរបស់ខ្លួនយើងទាំងឡាយរមែងការជាបុគ្គលបណ្ឌិតដោយមិនបាច់មានសញ្ញាបត្រទេទីថាបណ្ឌិតក្នុងសាសនាមិនមែនត្រតែយើងរៀនចប់បានទទួលការគ្រប់គ្រងពីអ្នកដទៃណានោះទេតែបណ្ឌិតក្នុងសាសនាគឺជាសពបរោះក្នុងសាសនាគឺជាអ្នកដែលចេះទូន្មានចេះស្គាល់អំពីទោសកំហុសរបស់ខ្លួនជាជាងធ្វើឲ្យមើលពីទោសកំហុសរបស់អ្នកដទៃអង្គុយមួយភ្នែកបើយើងមើលទោសកំហុសអ្នកដទៃម្លោះយើងឃើញរាប់មិនអស់តែយើងភ្លេចមើលទោសកំហុសរបស់ខ្លួនមិនដឹងថាខ្លួនឯងមានទោសកំហុសច្រើនប៉ុណ្ណាលោកទាំងឡាយគោលតម្លៃនៃវត្ថុមួយដែលសន្មតថាជាវត្ថុមានតម្លៃគឺជាវត្ថុដែលគេចាស់បានអញ្ចឹងមនុស្សដែលជាមនុស្សមានតម្លៃគឺជាមនុស្សដែលគេត្រូវការហើយមនុស្សដែលគេត្រូវការគឺជាមនុស្សដែលមាននៅគុណធម៌ក្នុងខ្លួនគុណធម៌នោះត្រង់ទីនេះមិនសំដៅលើគុណធម៌ថ្នាក់លោកអត្តរវិស័យអ្វីនោះទេត្រឹមតែជាមនុស្សដែលមានចិត្តក្នុងលោកយវិស័យតែជាមនុស្សមាននៅមេត្តាមាននៅករុណាមាននៅមុទិតាណាឧបេក្ខាប្រកបដោយគ្រប់វិហារធម៌ត្រង់នេះហើយជាគុណធម៌របស់នោះដើមឈើមានក្លឹមទើបជាដើមឈើមានតម្លៃមនុស្សមានគុណធម៌គឺសេចក្តីល្អជាពិសេសព្រមវិហារធម៌ក្នុងខ្លួនទើបហៅថាជាមនុស្សមានក្លឹមទើបសំប្រកបជាមនុស្សមានដល់លោកទាំងឡាយព្រឹកមិញមានព្រះអាទិត្យរះបន្តិចទៀតព្រះអាទិត្យក៏លិចដូចគ្នាព្រះអាទិត្យបន្តិចទៀតនឹងលិចតែស្អែកឡើងគុំនឹងរះសាទៀតទៅវដ្តសង្សាររបស់មនុស្សមានជួបមានប្រត់មានបែកមានបាក់មានជួបក៏មានសភាពយ៉ាងនេះដូចគ្នាដែលព្រមចេះចឹងហើយលោកទាំងឡាយក៏បីធ្វើខ្លួនឲ្យជាទីពឹងនៃខ្លួនតើស្វែងរកទីពឹងដតីក្រៅពីទីពឹងដតីក្រៅអំពីខ្លួនច្រើនពេកមិនមែនជាទីខ្សាមនៃលោកទាំងឡាយទេលោកទាំងឡាយក៏បីកុំយកខ្ញុំទៅណាខ្ញុំជាទីពឹងឬយកបុគ្គលណាមួយក្នុងលោកនេះទៅទីពឹងលោកទាំងឡាយក៏បីយកខ្លួនលោកយ៉ាងណាជាទីឯងលោកទាំងឡាយក៏បីធ្វើសេចក្តីគោរពកោតក្រែងចំពោះបុគ្គលដែលគួរគោរពបូជាមានព្រះពុទ្ធព្រះធម៌ព្រះសង្ឃមានដាបនៃថាគ្រូបាអាចារ្យព្រឹទ្ធាចារ្យយ៉ាងច្បាស់ឲ្យច្រើនឲ្យរឿយទៅទេវលោកទាំងឡាយបានសន្សំនៅកុសលជាទេសក្នុងសន្តានចិនលោកទាំងឡាយស្គាល់ហើយថាពីវប្បធម៌
លោកទាំងឡាយស្គាល់ហើយតើអំពីប្រពៃណីលោកទាំងឡាយស្គាល់ហើយតើអំពីសាសនាលោកទាំងឡាយស្គាល់ហើយតើអំពីសង្គមលោកទាំងឡាយក៏បីរស់នៅតាំងនៅដោយល្អក្នុងប្រពៃណីទំនៀមទម្លាប់ក្នុងសាសនាក្នុងសង្គមមនុស្សហើយធ្វើខ្លួនឲ្យជាបុគ្គលដែលរស់នៅដោយល្អមានប៉ុណ្ណឹងដែលជាពាក្យដាំផ្ញើរបស់ខ្ញុំមកកណ្ដាលខ្ញុំដាំផ្ញើក្នុងទីនេះដោយសេចក្តីរាប់អានដោយសេចក្តីស្រឡាញ់ក្នុងការរាប់អានក្នុងពធដោយសេចក្តីស្រឡាញ់ក្នុងភាពដែលកើតឡើងជាមនុស្សដូចគ្នាសូមឲ្យលោកទាំងឡាយរស់នៅដោយសេចក្តីកុំធ្វេសប្រហែសនិងរស់នៅដោយសេចក្តីមិត្តប្រមាថនៅតែប្រាំមកចុងក្រោយដដែលលោកទាំងឡាយកុំភ្លេចថាលោកទាំងឡាយមានកម្មជាខៅទុកនិងកម្មជាគិយា3ដងហើយតែខ្ញុំបណ្ដាខ្ញុំលើកក្នុងទីនេះព្រោះចង់ដាស់សតិលោកទាំងឡាយថាកុំភ្លេចឲ្យសោះទង្វើបែបណាដែលយើងធ្វើទង្វើនោះនឹងមិនស្លាប់ចោលយើងទេរមែងឲ្យផលរមែងចាំតបស្នងយើងក្នុងទីបំផុតណាមួយយ៉ាងពិតប្រាកដគឺមិនបានហាមមិនអញ្ចឹងលោកទាំងឡាយស្ដាប់បានហើយណាហើយលោកទាំងឡាយមានកម្មជាខៅពងលោកទាំងឡាយមានកម្មជាទីយាជាលោកទាំងឡាយស្ដាប់បានហើយណាលោកទាំងឡាយបើលោកទាំងឡាយស្ដាប់បានប៉ុណ្ណេះចេតនារបស់ខ្ញុំក៏មានប៉ុណ្ណឹងដែរចេតនារបស់ខ្ញុំបកណាខ្ញុំគ្រាន់តែចង់ឲ្យលោកទាំងឡាយបានដឹងថាលោកទាំងឡាយមានកម្មជាខៅពងលោកទាំងឡាយមានកម្មជាទីយាលោកទាំងឡាយមានកម្មជាពូជដែលឧបដិឲ្យយើងទាំងអស់គ្នាកើតរលត់ជួបនៅទុក្ខនិងជួបនៅក្រុមលោកទាំងឡាយដឹងប៉ុណ្ណេះគឺគ្រប់គ្រាន់ហើយជួបត្រង់ចឹងភាពគ្រប់គ្រាន់ប៉ុណ្ណេះគឺល្អប្រសើរព្រះដ៏មានពភាកផងទូលមាននៅបុរសស្ត្រីណាដែលមានឧបនិស្ស័យគួរនឹងទូលមានហើយសល់ប៉ុណ្ណាតាមកម្មតាមវិស័យរបស់សត្វព្រះអង្គក៏ទទួលទីអារាធនីរបស់មាហើយចូលកាន់បរិណិតទីនរណាដែលមានបញ្ញាអភិនហាបារមីក្រាស់ក្រៃជាងព្រះពុទ្ធអង្គទៀតក្នុងលោកនេះមានទេមិនមានទេក្នុងព្រហ្មលោកមារលោកទេវលោកក្នុងសាមណៈរៀននឹងមនុស្សដ៏សេះគ្មានអ្នកណាមួយដែលមានបញ្ញាបុណ្យបារមីឲ្យក្រាស់ក្រៃជាងព្រះដែលមានបុត្រតែព្រះអង្គនៅតែទូលមានចំពោះបុគ្គលដែលមានឧបនិស្ស័យពួនទូលមានសាលប៉ុណ្ណាព្រះអង្គក៏ទុកទៅតាមកម្មទុកព្រះធម៌ព្រះវិន័យឲ្យសិក្សាស្វែងយល់តោងដោយខ្លួនឯងទៅទៀតព្រះអង្គក៏ចូលកាន់នៅអន្តរគឺគោលតែនឹកព្រាមព្រះរហន្តនឹងឡើយ
កាលណាលោកចេញមកដើម្បីអនុគ្រោះដល់សត្វក្តីបច្ចេកពោធទាំងឡាយកាលណាលោកចេញមកអនុគ្រោះដល់មកដែលសត្វក្តីក៏គង់ព្រះអង្គយកពេលទៅសម្រានៅក្នុងនិរោធសមាបត្តិដែលជាទីត្រូវការរបស់ព្រះរហន្តទាំងឡាយដោយពីរបស់បញ្ចសិក្ខអន្ធពទេវត្តច្រៀងក្បែរទៅជាប្រអិនអញ្ចឹងណាតាព្រះរហន្តទាំងឡាយរមែងស្រឡាញ់នៅសមាបត្តិមិនមែនស្រឡាញ់នៅសមាបត្តិរមែងស្រឡាញ់នៅនិរោធអញ្ចឹងហើយលោកទាំងឡាយក៏មានទេសដែរតែមានបជាបើអកនមានទេសអត់ដែរបណ្ឌិតទាំងឡាយសិនតែមានទេសសម្រាប់តម្រៃសត្វជាការថាចូលសមរភូមិហើយក្រោយពីចប់នៅសត្វសង្គ្រាមនោះហើយតម្រៃនោះក៏រមែងចូលទៅកាន់រោងដើម្បីសម្រាប់សេហជាណីកាលណាត្រូវការទឹមបសម្រាប់ជាជំនិះរបស់ព្រះរាជាឬសម្រាប់មេតបមន្ត្រីកហបតីណាមួយមកក្រោយពីពេញភារកិច្ចមួយហើយសេហជាណីនោះក៏រមែងទៅសម្រាប់ក្នុងរោងបរិភោគទឹកមិនស្មើយើងកាលណារោគរបរទទួលទានក្នុងពេលថ្ងៃហើយពេលយប់យើងក៏រមែងចូលទៅកាន់ទីសង្ឃរាមិនចឹងដល់ចឹងធម្មជាតិលើលោកនេះគឺសឹកតែមានពេលសម្រាប់ដូចព្រះអាទិត្យអញ្ចឹងកាលណាព្រះអាទិត្យរះមកក្នុងពេលព្រឹកហើយបំរាមនុស្សក្នុងពេលថ្ងៃរាល់ហើយដល់ពេលវេលាព្រះអាទិត្យក៏ចូលតែចំនួនមកវិញដល់ព្រះចឹងនឹងផ្កាហើយជាដោយតែត្រីស្បៃអន្តការដើម្បីបំរើឲ្យតម្រូវការសត្វលោកដែលនឿយហត់បានសម្រាប់តែព្រះអាទិត្យនិងប្រច័នក៏គប់ចិត្តមនុស្សមិនត្រូវដែរមើលថ្ងៃណាដែលថ្ងៃល្អមានកម្ដៅក្តៅហ្នឹងបើគេត្រូវការហាលសម្ពុតឬស្បៃឬស្រូវជាដើមគេរមែងសរសើរថាថ្ងៃនេះល្អណាស់តែបើសិនជាមនុស្សដែលកំពុងតែហត់ហេវនៅតាមកម្ដៅថ្ងៃរមែងពោលថាថ្ងៃអីក៏ក្តៅម្លេះពេលយប់ប្រច័នបើរះភ្លឺល្អគូសង្សារដែលគេសាសងគ្នាគេរមែងសរសើរថាប្រច័ននេះស្រស់ស្អាតណាស់រស្មីភ្លឺសទន់ណាស់តែចំពោះចៅដែលលួចមាន់តែពោលថាហេតុអីក៏ភ្លឺអីម្លេះផ្កាយមានសម្រស់ស្អាតនៅពេលយប់តែបើមនុស្សមិនបានពិនិត្យមើលផ្កាយមិនបានស្គាល់សម្រស់នៃផ្កាយធម្មជាតិនៅពេលថ្ងៃក៏មានសម្រស់នៅពេលថ្ងៃបើមនុស្សមិនបានពិនិត្យទេនឹកឃើញថាជារឿងធម្មចិញ្ចឹមយ៉ាងណាមិញ
ថ្ងៃនឹងយកក៏ត្រូវតែផ្លាស់ប្ដូរវេនគ្នាដែរដើម្បីសម្រាប់មនុស្សគ្រប់គ្នាក៏ត្រូវការពេលសម្រាប់សំណាគឺលើលោកនេះជាហេតុរបស់ធម្មជាតិគឺត្រូវតែអញ្ចឹងมันអាចមានដើមឈើណាដែលផ្កាពេញមួយឆ្នាំដោយមិនមានពេលរុះរោយទេមែនទេសូម្បីតែផ្កានៅវាខំថែមជីវថែមឆ្នាំមិនក៏នៅតែមានពេលរុះរោយខ្លះចិត្តមែនទេអត់មានពេលដែលការនឹងរិចមកពេញមានរដូវទាំង12ខែតែអត់មាន